ជាសលោកគ្រូហើយក៏ជំរាបសួរដល់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះ Saline ដែលមកពីសាលា CTech Attitude and ខ្ញុំរៀននៅក្រុម SV 2.6 ហើយថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀប install Ubuntu server នៅក្នុង VisualBox អញ្ចឹងដើម្បី install VisualBox បានយើងត្រូវចូលមកកាន់ Chrome ដើម្បីទៅ download វាមកអញ្ចឹងណាហើយនេះយើងវាយ Oracle VisualBox download ក៏បានដែរដើម្បីយើងចូលមក download file វាអញ្ចឹងទៅហើយនេះយើងចូលមកយើងឃើញ file វាសម្រាប់យើង Windows យើងប្រើទៅលើ Windows អញ្ចឹងទៅបើសិនយើងជា Mac យើងប្រើ Mac Linux អីប្រើ Linux down យកកន្លែងហ្នឹងអញ្ចឹងទៅអញ្ចឹងយើងខំ right click មកវានឹង down ហើយអញ្ចឹងខ្ញុំឧទាហរណ៍មើលមួយនេះវាមកអញ្ចឹងដោយសារខ្ញុំមានហើយអីខ្ញុំអត់ធ្វើការ download ទៀតទេខ្ញុំ install វាយកមកអញ្ចឹងវាសារខ្ញុំបាន install វា download វាហើយអីអញ្ចឹងខ្ញុំចូលមកកាន់វាដើម្បី install ទាំងអស់គ្នានេះក៏អានេះគឺជា file VisualBox អញ្ចឹងខ្ញុំ double click មកតោះមកខ្ញុំយកពាក្យ yes នេះតោះមកខ្ញុំយកពាក្យ next អានេះគឺខ្ញុំយកអាខាងលើហើយខ្ញុំយកពាក្យ next អានេះគឺកន្លែង file location ដែលវាទៅ install ទុកនៅក្នុង file ហ្នឹងចុះវានៅ drive C file programming file Oracle ហើយនិង VisualBox អញ្ចឹងខ្ញុំ next ទៀតមកខ្ញុំ yes ហើយ yes ទៀតមកអាកន្លែងនេះគឺ custom setup អញ្ចឹងខ្ញុំយក default តាមគេបងទៅខ្ញុំខ្ជិលសេរីយ៉ាងហ្នឹងហើយខ្ញុំយកពាក្យ install អញ្ចឹងរងចាំវាសិនចឹងកន្លែងនេះយើងដក tick នេះមកដើម្បីកុំឲ្យវា load ចូលភ្លាមៗណានេះអញ្ចឹងយើង install បានហើយនៅ VisualBox ម៉ាស៊ីនសម្រាប់ install នៅ Ubuntu server ដែលគេហៅ Linux server ហ្នឹងឥឡូវនេះគឺយើងធ្វើការចូលមកកាន់ VisualBox មកយើង right click វាមកបន្ទាប់មកយើងយកពាក្យ new ហើយកន្លែងនេះគឺឈ្មោះម៉ាស៊ីនអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំមកទៅ server បន្តមកទៀតអានេះគឺជា file location ដែលយើង install នៅទុកនៅម៉ាស៊ីនហ្នឹងអញ្ចឹងខ្ញុំយក Linux នេះខ្ញុំបានបង្កើតវារួចរាល់ហើយអញ្ចឹងខ្ញុំដាក់នៅក្នុង folder មួយហ្នឹងបន្តមកទៀតអានេះគឺ OS អញ្ចឹងខ្ញុំទៅ OS មកនេះ OS Ubuntu អានេះ live server នេះអញ្ចឹងខ្ញុំ open វាមកបន្តមកទៀតខ្ញុំចូលមកមើលក្រុមនេះអញ្ចឹង username អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំមក main server password ខ្ញុំដាក់1 2 3អាក្រុមនេះខ្ញុំដាក់1 2 3ដែរអញ្ចឹងបន្តមកទៀតគឺនេះកន្លែងនេះគឺយើងជា RAM អញ្ចឹងខ្ញុំយក 4G យ៉ាងហ្នឹងតែអានេះខ្ញុំសុំយក 2 core អានេះគឺសំដៅទៅលើ CPU របស់វាចំណែកនេះគឺជា storage របស់វាអញ្ចឹងណាអញ្ចឹងខ្ញុំយកត្រឹមតែ 100G បានទេហើយ finish នេះអញ្ចឹងម៉ាស៊ីនយើងគឺយើងបានបង្កើតរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ម៉ាស៊ីនហ្នឹងទៅអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ម៉ាស៊ីនហ្នឹងនេះអញ្ចឹងវាពងដើរ Control C all click info ចឹងកន្លែងនេះខ្ញុំសុំស្កប់តិចសិនដល់សារវារៀងយូរតោះអញ្ចឹងកន្លែងនេះគឺយើងអាច click mouse បានទេយើងមានតែប្រើទៅលើ space bar ហើយនឹង role ផ្សេងចឹងទៅដើម្បី control វាអញ្ចឹងខ្ញុំកន្លែងនេះគឺគេសួរទៅលើ keyboard language អញ្ចឹងខ្ញុំយកអង់គ្លេសខ្ញុំ enter មកកន្លែងនេះយើង update to the new install ចំណែកយើង update មុន install យើង update ផងជា install ផងអញ្ចឹងខ្ញុំយកលើចឹងទៅ អ
ចឹងកន្លែងនេះវាកំពុង update តោះចឹងកន្លែងនេះគឺគេប្រាប់ពី language keyboard ហើយនឹង vision ចឹងទៅចឹងខ្ញុំយក then work try ចឹង choose the border in installer ចឹងកន្លែងនេះខ្ញុំយក next ទៅកន្លែងនេះគឺជា network ចឹងខ្ញុំអត់ត្រូវការ change អីទេចឹងខ្ញុំយក next then ទៅហើយកន្លែងនេះក៏IP address ចឹងកន្លែងនេះគឺខ្ញុំអត់ត្រូវការអីខ្ញុំ next ទៅហើយកន្លែងនេះនៅពេលដែលវាចង់ថាចេះនៅពេលដែលវា install អីថ្មីវានឹងចូលទៅកាន់ website មួយហ្នឹងដើម្បី install ហ្នឹងទៅចឹងខ្ញុំយក then ទៀតមកចឹងកន្លែងនេះក៏ខ្ញុំអត់ធ្វើការអីដែរចឹង enter ទៅឯងកន្លែងនេះគឺគេចង់ប្រាប់យើងថាគឺកន្លែងហ្នឹងចង់មកនេះថាចេះយើងចង់ custom ទៅលើ try ហ្នឹងអត់តែបើយើងអត់ទេយើងយក then ទៀតមកកន្លែងនេះគឺវានឹងបញ្ជាក់ប្រាប់ថាវានឹង space size G យើងមិន G អីមិន G យើងទៅចឹងកន្លែងនេះខ្ញុំយក then ទៀតមកហើយខ្ញុំយក continue ហើយកន្លែងនេះគឺយើងវាយទៅលើ your name ខ្ញុំដាក់ឈ្មោះខ្ញុំមកទៅ server កន្លែងនេះយក server name server ហើយកន្លែងនេះខ្ញុំ name server ខ្ញុំយកឈ្មោះខ្ញុំឲ្យ server អីគឺ password តបទៅយក then កន្លែងនេះខ្ញុំយក then ទៀតមក install hard driver as 8 hard driver ចឹងខ្ញុំយកទៀតមកកន្លែងនេះគឺវា show tool តែយើងត្រូវការ tool អីថែមទៀតចឹងខ្ញុំអត់ត្រូវការទេខ្ញុំយក then ទៀតមកហើយឥឡូវវាកំពុង install ហើយចឹងកន្លែង install នេះខ្ញុំធ្វើការ scope សិនដោយសារកន្លែងហ្នឹងវាយូរតោះចឹងកន្លែងនេះគឺយើង install ហើយចឹងកន្លែងនេះយើងយកទៅលើពាក្យថា view full log មកយើងយក close ខ្ញុំចូលមើលម្ដងទៀតសិនច្រឡំយក view full log យើងយកពាក្យ account full and update ទៅលើ dashboard ចឹងកន្លែងហ្នឹងវានឹង updateសិនចឹងហើយហ្នឹងវានៅ update ទៀតចឹងខ្ញុំសុំ scope សិនតោះឥឡូវវា update បានហើយឥឡូវវាកំពុងធ្វើការ set up បងយូរយើងអង្គុយចាំដល់មួយថ្ងៃមកវា set up ហើយមកវា update ហើយឥឡូវវានៅ set up complete ជាមកណែជុំឡើងពណ៌លឿងតែយើងនេះគឺខ្ញុំ log in មួយសិនខ្ញុំដាក់ឈ្មោះខ្ញុំ password yes ចឹងបានន័យថាយើងអាច set up វារួចរាល់ហើយនេះគឺជា Ubuntu server ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចឹងបានន័យថាវីដេអូនេះក៏ដល់ទីបញ្ចប់ដែរចឹងអរគុណអ្នកទាំងអស់គ្នានិងលោកគ្រូដែលបានទស្សនានៅវីដេអូមួយនេះជំរាបសួរលោកគ្រូហើយក៏ជំរាបសួរដល់អ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះហើយថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀប install និង connection ទៅលើ SSH នៅក្នុង Ubuntu server ដែលខ្ញុំធ្វើវានៅក្នុង VisualBox អញ្ចឹងខ្ញុំបើក VisualBox មកដើម្បីទៅ
change នៅ network មួយសិនដើម្បីងាយស្រួលពេលដែលយើង connection មួយវាអញ្ចឹងណាតមកទៀតខ្ញុំ run ទៅលើ machine មួយហ្នឹងទៅនេះវាដើរទៅអីនេះខ្ញុំធ្វើការ login មួយសិនតោះឥឡូវខ្ញុំ login ហើយអញ្ចឹងជាដំបូងនៅពេលដែលយើង install Windows Ubuntu ថ្មីៗអញ្ចឹងច្រឡំ install Windows Ubuntu អញ្ចឹងជានៅពេលដែលយើង install នៅ Ubuntu ថ្មី set up នៅ Ubuntu server ថ្មីៗអញ្ចឹងយើងគួរតែ update វាមុនអញ្ចឹងដើម្បី update វាយើង comment ទៅលើ sudo ហើយ apt ហើយ update វានឹងទាមទារយើង wifi password យើង wifi password មកហ្នឹងគឺវា check in ឯងសម្រាប់ app វា check មើលថាតើត្រូវ update អីខ្លះយើងចឹងទៅអញ្ចឹងយើង update តាមមកតោះមកយើង update sudo apt អញ្ចឹងនៅពេលដែលយើងវាយ sudo ម្ដងទៀតគឺវាលែងតម្រូវឲ្យយើងបញ្ចូល password ទៀតហើយអញ្ចឹងអានេះគឺជា comment សម្រាប់យើង update បើសិនជាវាមានអីត្រូវវាមាន package ថ្មី install មកអញ្ចឹងវានឹង install មកសម្រាប់ update ទៅលើ YouTube ហ្នឹងអញ្ចឹងណាឥឡូវវារួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការ install នៅ ASH ដងអញ្ចឹងខ្ញុំវាយ sudo apt.clear install open ASH ទៅលើ server អញ្ចឹងខ្ញុំយក yes មកអញ្ចឹងវាកំពុង install មកហើយអញ្ចឹងវា install ហើយអញ្ចឹងខ្ញុំធ្វើការ check មើលវាសិនខ្ញុំធ្វើការenable វាសិនអញ្ចឹងខ្ញុំវាយ sudo បន្តមកទៀតខ្ញុំដាក់ system c control ទៅលើ enable as a ច្រឡំ now ដាក់2ដងមក as a អញ្ចឹងខ្ញុំ check មើលសិនថាវា enable ហើយ sudo system status as a នេះវា enable ហើយអញ្ចឹងតើយើងត្រូវធ្វើទៀតយើងត្រូវទៅហៅ firewall control firewall rule មកប្រើអញ្ចឹងយើងត្រូវវាយ sudo ហើយ usw នោះគឺ control ទៅលើ firewall control ទៅលើ firewall ហ្នឹងទៅហើយ allow គេ sh អញ្ចឹងវារួចរាល់ហើយអញ្ចឹងខ្ញុំឆែកមើល API IP address វាមួយអញ្ចឹងនឹងថាវាលេខប៉ុន្មានខ្លះនេះគឺលេខ 192.168.1.1.6 អញ្ចឹងខ្ញុំបើក
ខ្ញុំចូលទៅខ្ញុំ click window ខ្ញុំសិនដើម្បីហៅ PowerShell នេះអញ្ចឹងខ្ញុំតេស្ត IP address នេះមើលអា IP address ខ្ញុំនិយាយវិញហ្នឹងចង់ដឹងថា IP address ហ្នឹងវាដើរអញ្ចឹង 192.168.1.6 ជប់ខ្ញុំមើលម្ដងទៀតសិន8នេះវាដើរហើយមិនវារៀង slow បន្តិចអញ្ចឹងខ្ញុំធ្វើការនេះវា connection x ឈ្មោះ server add ជាមួយនឹង IP yes ហើយ password នេះគឺជោគជ័យអីអញ្ចឹងខ្ញុំធ្វើការតេស្តមួយទៀតគឺ who am I អូជប់ខ្ញុំវាយ comment who am I ខុសខ្ញុំជឿ who's am I នេះឈ្មោះ server ខ្ញុំមកអីអញ្ចឹងខ្ញុំហើយ w ច្រឡំ wm ហើយជប់ខ្ញុំ check មើល comment មួយសិន comment នោះគឺPowerShell នេះគឺមកអីចឹងវីដេអូខ្ញុំគឺមានត្រឹមតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងនៅចំណុចណាមួយនោះសូមអាចមេត្តាអភ័យទោសនិងអធិស្ឋានខ្ញុំផងព្រោះថានេះជាលំហាត់ដែលខ្ញុំត្រូវធ្វើចឹងទៅអញ្ចឹងអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាម្ដងទៀតជំរាបសួរលោកគ្រូហើយក៏ជំរាបសួរដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀបសរសេរ comment នៅក្នុងUbuntu server ហើយយើងរៀនពី basic comment ចឹងទៅអញ្ចឹងដំបូងយើងត្រូវ connect ទៅលើSSH ពី Windows server មក PowerShell ពី Ubuntu server មក PowerShell របស់ Windows របស់យើងឥឡូវនេះខ្ញុំ connect មករួចរាល់ហើយដោយខ្ញុំបានបង្ហាញពីវីដេអូមុនពី connect PowerShell ពី connect ពី SSH ពី Ubuntu server មក PowerShell ខ្ញុំបានប្រាប់ហើយអញ្ចឹងឥឡូវយើងមករៀនពី basic នៃ comment ក្នុង Windows server ទាំងអស់គ្នាអញ្ចឹងដំបូងយើងត្រូវ check មើលសិនថាតើយើងអាច connect បាននៅយើង comment បែបនេះដើម្បីបញ្ជាក់ថាយើងចង់ដឹងពីឈ្មោះ user របស់យើងហើយមួយទៀតនោះគឺ check មើលថាតើយើងនៅក្នុង folder មួយណាអញ្ចឹងទៅថាយើងចូលនៅក្នុង folder មួយណានេះគឺខ្ញុំចូលនៅក្នុង folder នេះហើយបន្តមកទៀតខ្ញុំធ្វើការ check ទៅលើការ update អញ្ចឹង sudo apt យក update password ចុងវា update តិចសិនបន្តមកទៀតខ្ញុំ check upgrade វាខ្ញុំ check upgrade មួយសិនចាមក upgrade វារួចរាល់ហើយអញ្ចឹងខ្ញុំសុំ clear មួយសិនឥឡូវនេះខ្ញុំធ្វើការបង្កើតនៅ file មួយឈ្មោះ ctext 2.6 យ៉ាងទៅចុច text ច
chẳng nhung chọn đừng thà tao fan nó nhung khai ban ấy nhung tay về mới rồi nhung phải comment đi chọn nhung hồ mơ sân mới ní khi nhung ăn bạc cá bía hay nhung tại eco về mới hello world có một tiếng nè watching video chân nhục mình mới sẵn nè cái bị chuột chạy ấy chống nhung ta sẽ là like nữa này cứ ok ấy chống nhung bạc hạt folder mới chung là svp like muối folder sẽ thấy cho nhung ta mơ vía con bay bit này hay nhung này máu sắc xa chấn nguyên viên tập bản năng tế hay nhung nông phải hiện phí comment không ca shutdown mà sân mùi tiết dương anh chạy ta shutdown để phải đa bản tế về thằng bạc vào lo server chẳng như cho mặt cam này YouTube server và như việc nói dùng ngoài giờ sudo shutdown nào trong mặt sân nông viên shutdown ấy chẳng trong lịch bao nhiêu hiến miền tạp và năng tế và miền bánh hà lên lục ấy xong bóng sân chỉ miền họ trọc khó cho con lại nhái xong người ta khăn tay ở phải tốt của về chỉ lực tập bộ bao nhiêu là nhung tâm tài hiện với đại tế chẳng ngờ con này là có nếu đừng con nói khổ để bạn tôi sẽ làm được tàu mình đi chúng mình sẽ khổ hơi coi chúng mình sẽ này đó nếu hay ngày đấy nhưng mà một thôi ca ở địa điểm này vì ca ở trên hostname nơi không ở chúng mình tôi sẽ có hay là bằng cá từ phá sẽ take file hay là ở cái hay là copy take từ folder mùi chẳng tới hay là trip cho cái thì rất hay là liệt file trong người chẳng tới hay là file xịt hay là rename file xịt chẳng tới hay là add file xịt đó lấy chỉ từ bộ như thời gian cho được làm cho từ chain hostname sẵn chứ nhưng chain hostname sẵn và hostname với chúng mình cái hostname chẳng lì như cái chữ hostname chúng mình hostname mình giống cư thì mình sẽ bỏ chẳng đọc bởi dân chain hostname má dân thử comment mới niệm đọc bởi dân chain hostname chứ nè ok tạo lấy nhung cái chain hostname học tạo lấy nhung cái hostname ok we are squad sẽ phải khó để đưa bạn chain còn tái không biết bên này tận đại chứ như thử mình thử quay comment mình thiết là bây giờ cho từ cái thích cho tài liệu tạo giờ cho mã đồ hostname là đi mất nhưng đã xin tách sai đi mình khi Ctrl X vái hãy enter thẳng hãy nhâm dịch vụ viên muốn đó khi nhâm dịch vụ viên muốn đó làm bài ở với chain trở lại nhé đang tạo riêng là sudo hay thì bù chấm miệng riêng đang theo can restart lại như chấm nhưng xong sẽ copy lại nữa tạo lại riêng mang chain hostname rồi cho lấy tới ta hostname mới hostname này nhưng mà chain như được rồi lấy tạo lại riêng chọn bản đăng ấy
chẳng dừng chung đó là nhé chẳng A3 này kì A3 này cứ còn là chui phần liệt folder này ạ chẳng mà sân chỉ dừng phá tại ở nhưng bạc cát folder này mùi máu chẳng mà đây thằng mình một cái to này mà đây thằng dừng bạc cát folder mùi đòi không folder team mùi nhỉ chẳng là folder thì tí hay không là folder thì tí là folder thì bay không folder thì bay folder thì buồn chẳng là chẳng mình to hay chẳng là chẳng mình thằng phán mà sân chỉ dừng phá ai chết vì mất khơi này vì mất khơi thầm thả này chắc là bây giờ mời khơi tập om món thì phải trì nó đây việc bật liệt ở dương cha một cái số mưa đôi đám chơi nó khơi chắc là nó không phải cho biên này ta lấy nhưng mình bạc hạt thạch nối đài thạch nốt nhưng đừng thạch thì cho nhưng bạc hạt thạch nối ở thạch vào khó mình sẽ khó TOU TEXT mùi cho TX cho đây đó là vi score lấy cho nhung nano cho TXT mùi em tin rằng hay được kho hay mùi là lấy kho này cho nhung ở Asimo ok em nên thạch nhỉ cho nhung delete thạch nó trong đó TXT mùi trong này nhưng mà thạch như vậy nè em là thạch như vậy chắc nhung trong copy thạch này cho tôi không folder quả ở đây mua cho em thời thông mình chắc nhung copy đi bên đó hay nhung pass này chẳng nó bên đây phải cổ trong copy thạch nhỉ thấy cho mặt không nè có tao mới nhưng copy thạch năng to tiếp cho tôi không folder TP nè hay folder TP nó không folder TP 10 chẳng lại đang bị chân toàn là những tất cả cái code khác lá tại phần tay cả lại nó kho sòng hai sẽ lại định bấy ní bia bạn mình lại định bấy chứ nhưng kho cho lại định bu nó ba này nhưng xong cái code khác là bấy những số kho ok chẳng này thì chụp những tay của mình đi là không sân này chắc là mà nano nè nano đi khỏi dân sẽ không thanh này mình đã nano là có phải clean như môi dần đó là bạn đã nấu ấy thạch cho chị đây xin nhanh xây ở miền này mà mình copy để giấu hay phạt nó hay dùng Ctrl X Y yes chứ nhưng này chúng sẽ không lâu được no TXT trẻ ấy em cho tới nỉ viên là mình mặt bằng này cũng chạy sang cho mèo miền trắng chúng nhưng mà sẽ nộp nó không mới à nó việc được pha nộp chứ trên máu hay trong được cả nộp nó nhìn đã khép thì chúng tới khẽ để vào hay trong copy cho chừng đấy mình đọc đi nó đây em sẽ nhưng catch lắm mình thi với nó trên như kia đây chắc nhưng bị mua nhà thì đi sau này nâng view khá đấy đã tới giờ lòng trên năng lớn hãy những mới với được trên đấy ok với được các bạn đây ok lấy dùng tất cả copy toàn thanh nghiệm hãy cho một là thanh nghiệm trộn đầu một vòng 10 chắc copy nó anh cho một tháng ok như 6 tháng thêm thao ai mất nhưng họ thanh nhật khởi phần tay bởi nhung đoạn trì mình là ban đây thảo đi pha tí muối như là lấy phóng miền phóng trên đây họ ở lớp sau mà thiết nâng thưa cái tới đó trip tức là trip nó vì ở như này chỉ như thế control V nó và này thay nhưng một lại pha này pha nó gọi tới chỗ pha trip này tạo lấy những thời để thêm mới ok nhưng mà lại tái muốn nó ở nhà pha xây dựng màu hết pha trip màu
chẳng alpha chứng về được pha xịt nhá chẳng là lấy nhâm trăng ở bật liệt alpha đi vi trình với những thợ mình chẳng những thợ bị mũ nhưng bị mũ nó sớm đậm bao nhiêu bị chạy thao ai đi vi trình mà từ bị xong xong rồi những thợ bị để trao sẵn control out quá tỏ là những alpha mới nhưng mà mình pha ở xong xong rồi chẳng những bật liệt với thơ mình nè cô bật liệt viện pass mob ok inter hàng hay dùng alpha nữa để cái màu hết tránh những alpha của tao phải mất nhưng clear mới dùng alpha mất ok cái màu chắc thấy nhóm trong ở nhóm nguyên miền pha là khổ trip nhưng mà tăng việc mới để dùng thời gian một miền sau hàng hay dùng alpha mất việc khác nguyên miền khổ và trip nhưng mà tăng việc ở dùng điều gì để này chào hay dùng trong phần việc này chơi dùng bình tay dùng thật mình nó chưa bánh hà đấy nhóm vị mũ hà đọc cho đấy các bạn ta sao nhưng phần việc là nó tranh mau bị ma nó phải thì mà làm mới miền đó ok việc miền này khác đấy biết nó dùng trình mũ bị trao vào đấy hay dùng phần việc ở đấy ở tranh này hiểu tỏ cho như thời thầm này điện cô mà vào này copy đó pass hàng hay dùng alpha nữa ok việc màu vậy thế nó cái chưa việc phá pha này tả nó dùng khi phần nói bà ấy dùng đi người phần nói đấy ở đây cho pha xịt đó chứ nhôm cái chạy tích pha xịt nữa xịt điện có thể nhạc này install sudo install với thứ bây giờ là miền với việc mau không sẽ bị việc tiêm kia dùng install với sân và bây giờ mà lấy như mới sân tới chống xịt nó như phần nào cả nhà bây giờ pha xịt cho mình đây ra và cô một tuần ấy đã xịt thấy nhôm xịt cột xong chuyện mùi ní mau vì đẹp tả lấy không biết về mới pha xịt đó nhưng mình thao với vẫn alas này màu khác ok tả lấy nhưng mà nhưng cũng toàn là ăn xịt về nhưng vì mua ngoài nó trao tâm chắc trong gần nào vì ấy xong mùi thật mà lá mới ok nhưng việc mùa nó trái chứ khi mùi móc thì kinh chở ta lấy nhưng mà liệt pha xịt chứ là ăn xịt mùi nè số muối track xịt ta nhưng mà last mới thì nhưng liệt với trên người khác lấy nhưng trong Việt Nam điện nhưng trong đại ca phải đi trong mùi hay trong Việt Nam gì đó trắng này mù nhưng phá sao mình một tuần ấy là bây giờ bạn áp liên tục như vậy đấy dân bạn áp liên tục đôi khi đôi tục lên nó không ngay chẳng thể đấy ở dân bạn áp ảnh hình lòng chẳng thể ok đó trắng chứ mình đã xịt son muối nhưng bạn áp về tơi thì cái son muối ở Mỹ nhưng mà ở nơi Mỹ hay dùng Erasmus thầm màu nó đi hãy tạo chấm trong bài quay nhóm biên tập đó họ con phủ đừng này họ thấy là bạn tôi sẽ làm video mình đi trong việc số khổ hay coi trong việc số đó này có thế hay đã nhầm lưng mà phơi làm hạt tó đây chạy tôn được ca prap ra nơi basic comment nơiក្នុងWindows Server hay dùng mà là phải prap ra nơi ASX nhằm bao nhiêu connect vì Ubuntu Server hoặc là PowerShell là basic không PowerShell này với chứng chuyên cho tất cả basic comment bao nhiêu đó nếu từ 4 nhưng thử vài hồi máy là bị trong đó hạt ta user của ai trên đây sorry vậy không who am I đây chưa server vào nhóm tổng máy trong đang tham gia cho folder ấy cái cho folder home hay một tổng thiết nhưng trong đăng ký chung mùa sấn chính là mấy trong cái chung mùa sân mát khi dương thử máy chung mùa mới đi là bây check nơi từ lời con tới chung mùa con tao bây giờ như vậy host name
thìនេះគឺជាឈ្មោះ folder របស់យើងបន្តមកទៀតអានេះគឺជា command ដែលត្រូវបង្កើតនៅ table បង្កើតនៅ folder file យើងនឹងតេស្តឲ្យអ្នករៀនមើលជាមក to file name ឈ្មោះយើងទៅនេះតមកទៀតដាក់ចុច t ចឹងចាំមើលថាវាមានអត់នេះវាមានអី file tt នេះហើយយើងចង់សរសេរ file សរសេរ text នៅក្នុង file ហ្នឹងតែយើងត្រូវធ្វើម៉េចចឹងយើងត្រូវ comment មួយនេះដើម្បីយើងចូលទៅ comment ទៅលើ nano ហើយឈ្មោះ file ដែលយើងចង់សរសេរចូលចឹងខ្ញុំតែឲ្យអ្នកនេះមើល nano main tt នេះវានឹងចូលមកកាន់បែបនេះទម្រង់បែបនេះហើយយើងសេមកដាក់ hello hello everyone hello យើងទៅហើយដាក់ my name is Sally Mayហើយខ្ញុំតេស្តសេតិចនៅក្នុង file ដែលខ្ញុំបានបង្កើតហ្នឹងណាI'm a student at Citec and I'm year 3 year 3 ចឹងទៅហើយដើម្បី save ឲ្យបានយើងត្រូវធ្វើម៉េចនេះត្រូវវាយ command មួយយើងត្រូវ control x ហើយយើងយកពី yes យើង control c មកឲ្យ control x ហើយយើង ឈប់ចាំតិច control c control x តមកទៀតឈប់ចាំតិចon C ខ្ញុំខុសចេញមួយមកតមកទៀតខ្ញុំ control x close តមកដាក់ y ហើយខ្ញុំយកទៅលើ to file github ឈប់ខ្ញុំមើលសិនសូមម្ដងទៀតដោយសារឡើងខ្ញុំយើងធាំងតោះខ្ញុំបាន research វាហើយអញ្ចឹងកន្លែងមិញហ្នឹងវាតាក់ទងថាចេះនៅពេលដែលខ្ញុំចុច nano ទៅលើ file មួយហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំសូមម្ដងទៀតខ្ញុំចុច txt បានន័យថាម៉េចយើងត្រូវ save នៅ line script ហ្នឹងខ្ញុំដាក់ year 3មកចុចទៅយកទៅឈប់ចុចមកហើយខ្ញុំ control x តមកដាក់ y ហើយខ្ញុំ enter ហើយយើងចង់ដឹងថាតើយើងចង់បង្ហាញអា note ហ្នឹងថាអា note ហ្នឹងវាស្រីគេខ្លះអញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវចុច cat ហើយឈ្មោះ file យកមកចុច text នេះវាបង្ហាញអ្វីដែលយើងបាន save មុននឹងចូលមកតោះឥឡូវ comment បន្តទៀតដែលខ្ញុំត្រូវនឹង save គឺ remove ទៅលើ folder file ហ្នឹងអញ្ចឹងខ្ញុំឆ្លងវាយពី om តមកឈ្មោះ file happy g ចុច txt ហឹងអត់ចេញអីទាំងអស់អញ្ចឹងខ្ញុំសាកមើលវាមានអត់មានទេអញ្ចឹងខ្ញុំសាកឲ្យវាសាកមិនយើងធ្វើបែបហ្នឹងខ្លះណាយើងអត់ដឹងថាយើងបាន delete វាទេដោយសារវាអត់លុបអីទាំងអស់អញ្ចឹងខ្ញុំមានចេញមានវិធីមួយទៀតចុច txt ហើយខ្ញុំសាកលេខមើលអូខេវាមានឈុំខ្ញុំសុំ clear មួយគឺវាឆាតពេកអញ្ចឹងខ្ញុំលេខវាម្ដងទៀតវាមានអញ្ចឹងខ្ញុំចង់ remove វា remove ដល់ y ហើយខ្ញុំសេឈ្មោះ file វានឹងប្រាប់មួយថាអូវាបាន remove file ឡើងចោលបាត់ហើយអញ្ចឹង comment បន្ទាប់គឺការបង្កើត folder
តែមុននឹងខ្ញុំបង្កើត folder ខ្ញុំសូមបង្កើត file មួយសិន ខ្ញុំសូមមើល comment UT file domain TAT ខ្ញុំខាត់ដល់ហើយខ្ញុំសូមអត់ចូលសិនទេខ្ញុំប្រាប់ពីរបៀបយើង copy file ណាឧទាហរណ៍ថាឥឡូវខ្ញុំមាន file main នេះមួយ file main នេះមួយហើយខ្ញុំចង់ copy file ឲ្យដូចឈ្មោះអញ្ចឹងយើងវាយ cd ហើយ copy file main ហ្នឹងទៅជាឈ្មោះផ្សេងទៅជាឈ្មោះគេ main.tt ចឹងខ្ញុំសាកលីវាមើលនេះគេគឺ copy មកអញ្ចឹងតោះខ្ញុំធ្វើការបង្កើត folder មួយខ្ញុំនឹងប្រាប់ថាអូខ្ញុំនឹងត្រូវធ្វើមួយទៀតទៅខ្ញុំដាក់ mic ចូល folder ឈ្មោះអីគេ main ចឹងខ្ញុំដាក់នេះមកចឹងវាមាន folder មួយហើយ file 2ឥឡូវខ្ញុំចង់បានចេះខ្ញុំចង់បានឲ្យfile នេះ copy ចូលទៅក្នុងនេះអញ្ចឹងខ្ញុំត្រូវធ្វើម៉េចអញ្ចឹងខ្ញុំដាក់ copy main ហ្នឹងចូលទៅក្នុង main វាថាអូយច្រឡំសុទ្ធទៅយើងពេញតែចុច text ចឹងទៅវាស្គាល់ឈ្មោះ file អូខេ not create ហើយវិញខ្ញុំនិយាយមួយមើលអូខេខ្ញុំចាក់ចូលទៅកាន់ page នេះវាមានអីទេអញ្ចឹងខ្ញុំជិះមកវិញហើយខ្ញុំនិយាយមកទៀតសុំឆែកមួយសិនកន្លែងនេះខ្ញុំ clear មួយសិនជិះនិយាយមកទៀតហើយខ្ញុំ copy វា file នេះចុច TXT ចូលទៅក្នុងណាគឺវាចូលហើយមិនទៅសាប់ពេចចុចអញ្ចឹងទៅវាអត់ដឹងហើយអញ្ចឹងខ្ញុំសាកចូលទៅកាន់ main cd clear ចូលទៅ file meng ហើយខ្ញុំលេបមើលនេះវាមានមកហើយអញ្ចឹងខ្ញុំនឹងចូលទៅ comment បន្តទៀតនេះចូលទៅកន្លែង remove ទៅលើ folder វិញអញ្ចឹងអូ example អាចខ្ញុំចេញវាមួយសិនហើយ example ខ្ញុំ file ហ្នឹងវា folder ហ្នឹងវាមាន file ក្នុងអញ្ចឹងតែខ្ញុំ remove file ហ្នឹងបានអត់ខ្ញុំសាកសិនតែយើង remove file បានអត់វាថាវាអាច remove បានទេដោយសារ file វាមានអីនៅខាងក្នុងហ្នឹង remove អញ្ចឹងយើងត្រូវធ្វើម៉េចដើម្បី remove វាបានទៅអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយយើងដាក់ remove យ៉ាខេដក rv ហើយខ្ញុំដាក់ឈ្មោះ folder ហ្នឹងចូលកន្លែងហ្នឹងrv អញ្ចឹងសិនrvf ហើយថាវាអត់ស្គាល់ rv ទេចូលខ្ញុំសេខអីមួយវាថា driver model fiction ចឹងខ្ញុំសុំ comment ដែរដោយសារខ្ញុំសរសេរ comment ខុស sorry ណាស់ពីអញ្ចឹងកន្លែងហ្នឹងគឺគេអត់ទេចឹងទេគេសេបែបនេះវិញអញ្ចឹងកន្លែងហ្នឹងគេសេជា remove rmv ចេះអញ្ចឹងវានឹង delete នៅអា file នៅក្នុងហើយសួរថានេះមកអញ្ចឹងវាទាំង delete ទាំង file នៅក្នុងហ្នឹងហើយទាំងអា folder ហ្នឹងទៀតអញ្ចឹងណាតោះអញ្ចឹងបន្តទៀតគឺ clear ហើយអញ្ចឹងនេះ
នេះគឺជាការមើលទៅលើ hard drive hard disk memory ហើយនឹងកម្មវិធីដែលកំពុងតែ process នោះអញ្ចឹងវាមើលពី process ជិះវាយវា top នេះអានេះគឺជាកម្មវិធីដែលកំពុង process នៅក្នុងកុំព្យូទ័រនោះអញ្ចឹងទៅតែឃើញមើលចេះវារៀងពិបាកមើលអញ្ចឹងខ្ញុំមាន tool មួយ control C មកខ្ញុំ clear សិនវាមកខ្ញុំដាក់ sudo apt update apt install នៅគេ ato វាយ password មួយសិនគឺថា command atp ហ្នឹងអត់ស្គាល់ទេឈប់ខ្ញុំសុំ update មួយសិនមុននឹង download update upda update ហើយ sudo atp ហើយអត់តោមសុំ check មើល command មួយសិនsudo a មានខ្ញុំសុំ check មើល command មួយសិន apt វាយខលupdate check update មួយសិនហើយយើង check update វាមុននឹងយើងដោនកម្មវិធីមួយយើងត្រូវធ្វើបែបហ្នឹងកុំឲ្យ update ដល់ពេលយើង install ទៅវាមានបញ្ហាអញ្ចឹងតែលើគេអស់អញ្ចឹងអា X top នេះវាអីគេវាគឺជាមួយដែលធ្វើឲ្យពេលដែលយើងមើលទៅលើពេលដែលយើង check ទៅលើថាអូបើសិនយើងវា process អីគេខ្លះនោះវាមាន interface វាស្អាតជាងមុនអញ្ចឹងទៅអញ្ចឹងខ្ញុំ install មួយសិនមកនេះមកអញ្ចឹងខ្ញុំសាក http top នេះចាវារៀងល្អមួយជាងមុនអញ្ចឹងទៅហើយនេះគឺជា processចឹងខ្ញុំចង់ដឹងថាអូខ្ញុំ process លើគេខ្លះហើយខ្ញុំដាក់ node អានេះឈ្មោះគេ node ចឹងដើម្បីខ្ញុំ search ថាអូ node នេះខ្ញុំវា run up ចឹងខ្ញុំចុច F3 មកហើយឡើងនេះខ្ញុំ search ឈ្មោះគេ no នេះ node ចឹងខ្ញុំអាច shut down node ហ្នឹងបានមកឆ្លាញ់ចឹងទៅបើយើងគ្រាន់តែប្រើពាក្យ kill ចឹងឧទាហរណ៍ថាខ្ញុំចង់ shut down node នេះមួយចឹងខ្ញុំត្រូវធ្វើម៉េចតោះចឹងខ្ញុំ search មើល node ទៀតខ្ញុំចុច S3 ដើម្បីខ្ញុំចាប់PID របស់ node ហ្នឹងនេះហើយវិញមួយណាទៅវិញឈប់ស៊ីរ៉ាមតិចណាឥឡូវខ្ញុំសុំបិទ Telegram ខ្ញុំសាក search ของ Telegram មក system join list TELE Telegram Messenger តោះឥឡូវមិនទេខ្ញុំ control C វិញមកហើយខ្ញុំ clear បន្តមកទៀតខ្ញុំតេស្តលើគេ free នេះអានេះថាម៉េច D នេះគឺតេស្តលើ hard drive អញ្ចឹងខ្ញុំតែឲ្យមើល DS នេះគឺ hard drive ចា free ហ្នឹងឯងគេតែមើលទៀត free នេះគឺ memory ថាយើង store បានប៉ុណ្ណាយើងប្រើប៉ុណ្ណា store ប៉ុណ្ណាទៅអញ្ចឹងវាបើយើងដាក់ free ធម្មតាចេះវាចេញត្រឹមតែជាវាចេញជាបាយមកអញ្ចឹងវាពិបាកមើលមែនតើយើងនឹងយកទៅកែវាផ្សេងៗទៀតអញ្ចឹងមិនទេយើងដាក់ A មកដើម្បីឲ្យវាចេញជា G វិញ
ប៉ុណ្នេះចឹងហើយអា free egg នេះអា free egg នេះមានតែមើលទៀតនេះ dot h នេះវាអត់មានខុសគ្នាទេគ្រាន់តែវាបំលែងឲ្យមើលយើងមើលស្រួលថាដឹងថាប៉ុណ្នេះវាស៊ីម៉ាជីអានេះវាស៊ីមេអញ្ចឹងទៅបើយើងគិតចេះម៉ែពិបាកមើលវាចេញជាបាយបើយើងគិតចេះវាចេញជាជីអញ្ចឹងអាហារត្រៃនោះវាមានច្រើនចុះខ្ញុំចង់បង្ហាញហាត្រៃទាំងអស់មកនេះវាចេញតែមួយចំនួននេះអញ្ចឹងខ្ញុំចង់ឲ្យវាចេញទាំងអស់យើងវាយចំណុចទៅលើនេះ comment មួយនេះណាមកទាំងអស់អានេះជាហាត្រៃធំមែនតើហ្មងហើយជាមួយទៀតគឺទៅលើអានេះខ្ញុំនឹងតែឲ្យមើលទៅពេលក្រោយទៀតបាទហើយខ្ញុំ clear មួយសិនclear អានេះតាក់ទងនៅលើ IP បាទតែមួយសិនតែនេះដោយសារខ្ញុំប្រើក្នុង Windows វាអត់សូវស្គាល់មេនេះចឹងទៅអានេះខ្ញុំបាច់តែឲ្យមើលទេអានេះយ៉ាងណាថាយើង shut down ទៅលើកម្មវិធីមួយដែលយើងបានកំពុងតារាងអញ្ចឹងណាអញ្ចឹងយើងចាប់យក IP នេះ IP នេះហើយដាក់លេខដែលខ្ពស់បំផុតហើយយើង kill វាយកមកអញ្ចឹងកម្មវិធីនេះនឹង shut down ភ្លាមៗមកអញ្ចឹងណាហើយមួយទៀតនោះគឺ comment shut down ទៅលើម៉ាស៊ីននេះអញ្ចឹងខ្ញុំចង់ shut down ទៅលើម៉ាស៊ីននេះតែម៉ាស៊ីនវាតែខ្ញុំត្រូវធ្វើម៉េចបាទខ្ញុំនឹងរៀន comment មួយទៀតគឺ sudo មួយទៀត shut down ហើយ now នេះហាងវា shut down អូតូមកកើតអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណដល់អ្នកទាំងអស់គ្នាហើយនឹងអរគុណដល់លោកគ្រូដែលបាននៅទស្សនានៅវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងឡើយណាជួយសូមមេត្តាអខន្តីអភ័យទោសហើយខ្ញុំគ្រាន់ជាអ្នកដែលរៀនដែរទេអញ្ចឹងខ្ញុំក៏យល់ច្បាស់ទីទួយអីក៏ចែកចម្លែកនៅចំណេះដឹងមួយចំនួនដែរទៅតចែកចម្លែកនៅចំណេះដឹងតទៀតចុះទៅអញ្ចឹងខ្ញុំសូមជម្រាបលាសិនហើយអរគុណអ្នកនរគ្នាជំរាបសួរលោកគ្រូហើយក៏ជំរាបសួរដល់អ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀប create នៅ user នៅក្នុង Ubuntu server ហើយនឹងរបៀប delete user នៅក្នុង Ubuntu server អញ្ចឹងជាដំបូងយើងត្រូវ check មើលសិនតើ user យើងឈ្មោះអី 2mi នេះចាំន័យថា user យើងគឺនៅក្នុងនេះឈ្មោះ limit serverចឹងខ្ញុំធ្វើការបង្កើតនៅ user ថ្មីដែលមានឈ្មោះថា Citrix ចឹងទៅ sudo user sudo user double t មក a កន្លែងនេះ a add user add Citrix ចឹងបានន័យថាមកបន្តនេះបានន័យថាខ្ញុំឲ្យម៉ាស៊ីនហ្នឹងបង្កើតនៅ user ថ្មីឈ្មោះថា Citrixចឹងវាត្រូវការទាមទារ current password ជួយយើងបញ្ចូលមកសរសេរអញ្ចឹងដើម្បីយើងចូលមើលថាយើងខាត់ user បានហើយយើងវាយពាក្យ cat តមកទៀត /ct តមកទៀត /password ចឹងយើងឆែកមើលមកនេះវាបង្កើតមកហើយអា x នេះវាជា password ចឹងទៅឥឡូវខ្ញុំclear វិញអញ្ចឹងខ្ញុំធ្វើការ delete user នឹងចោលវិញអញ្ចឹងដើម្បីយើង delete user យើងត្រូវប្រាប់ sudo ហើយ user del ហើយ Citrix សូមបញ្ជាក់តិចថាអា user ដែលយើងបង្កើត Citrix នេះហ្នឹងគឺវាអត់មាន home directory ទេអញ្ចឹងវាអាចបង្កើតនៅ file អីផ្សេងៗបានទេនៅក្នុង user ហ្នឹងបានទេចឹងខ្ញុំ enter មកហើយខ្ញុំសាកចូលទៅមើលមកវា delete នៅ cat
នេះវាទៅបាត់ហើយអត់មានអីទេឃើញអត់បាត់អា user មកយើងអញ្ចឹងមុននោះវាមាននៅ C-Tech ហើយចុច X ប៉ុន្តែឥឡូវវាបាត់ហើយអញ្ចឹងខ្ញុំ clear វាមកតមកទៀតខ្ញុំធ្វើការ create នៅ user ដែលមាន home directory ម្ដងអញ្ចឹងខ្ញុំធ្វើការបង្កើត user មក sudo user add user add តមកទៀតយើងដាក់ដក បន្តមកទៀត C-Tech ហើយខ្ញុំចង់ចូលមើលថា user ហ្នឹងវាបង្កើតបាននៅនេះវាមាន home directory នៅឡើយអញ្ចឹងណាអញ្ចឹងuser home directory ហ្នឹងគឺយើងអាចមានបង្កើតនៅនេះបានដូចជា file ដូចអីបានអញ្ចឹងដើម្បី switch ចូលទៅក្នុង user អញ្ចឹងខ្ញុំពិចារណាគ្នាមួយទៀតពី comment ក្នុងការ switch ចូលទៅក្នុង user មួយហ្នឹងអញ្ចឹងខ្ញុំចង់ check មើលសិនថាតើ user មួយហ្នឹងវានៅក្នុង home directory ហ្នឹងអត់អញ្ចឹងខ្ញុំ cd /root មួយមកហើយខ្ញុំ cd home តោះមកខ្ញុំ ls មើលនេះ user ហ្នឹងអញ្ចឹងឥឡូវខ្ញុំចង់ switch ចូលទៅក្នុងហ្នឹងខ្ញុំដាក់ sudo ហើយឈ្មោះ user យកមក password click សុំទោសអ្នកនរវាអត់មាន password ទេអញ្ចឹងដើម្បី set password ឲ្យវាយើងត្រូវធ្វើម៉េចយើងត្រូវ set password ឲ្យវាសិនដើម្បីយើងចូលទៅក្នុងហ្នឹងអញ្ចឹងខ្ញុំដាក់ password PASS ច្រឡំខ្ញុំដាក់ sudo ទៅឲ្យវាសិតធំ sudo password wd ហើយ user គេ C-Tech អូខេវា load មកអញ្ចឹងខ្ញុំដាក់ password ឲ្យវាមកវា success អញ្ចឹងខ្ញុំសាកចូលទៅក្នុង user ហ្នឹងC-Tech អូខេវាឲ្យ password យើងដាក់ password យើងមកអញ្ចឹងយើងដាក់ who am I ជប់អត់ស្គាល់ who am I C-Tech អូខេជាមិនបង្កើត file បង្កើតអីបានបង្កើតនៅ folder make killer អាហ្នឹងឈប់ខ្ញុំជាងឲ្យបង្កើត folder បង្កើតអីបានទៅតែអ្នកវាតេស្តបង្កើតខ្លួនឯងណាហ្នឹងខ្ញុំ clear ឲ្យវាអត់ស្គាល់អញ្ចឹងខ្ញុំធ្វើការ switch ទៅអាចដើមមកខ្ញុំវិញទៅគឺ main server password វានេះខ្ញុំមក main server វិញហើយអញ្ចឹងcontrol C control L ដើម្បីយើង clear វាហើយអញ្ចឹងខ្ញុំចេញមកវិញមកខ្ញុំចង់មើលថាអូយើងចង់មើល comment ស្អីខ្លះហើយយើងត្រូវប្រើខ្ញុំមើល F1 មកដើម្បីយើងចង់មើល comment ដែលយើងត្រូវប្រើវាច្រើនដូចជាចូលនៅអាមួយនេះខ្ញុំសាកចូលមួយនោះសិនមើល bin bin ទៅមកខ្ញុំ ls វានេះជា comment ដែលយើងទៅប្រើហើយវាមានដូចជាគេជប់នេះដូចវាមានទៅលើវាមានច្រើនណាស់ comment នោះយើងអាចយកវាមកប្រើបានដូចជាបង្កើតទៅលើ file delete file user អីនោះគឺវាមានក្នុងទាំងអស់នេះសូម្បី comment cat នេះក៏មានដែរដូចយើង click អីវិញដូចខ្ញុំ click មិញនេះហ្នឹងយើងអាចចូលមើលក្នុងនោះបានអញ្ចឹងក្នុងនោះវា store នៅ comment ពិសេសច្រើនអញ្ចឹងទៅឥឡូវខ្ញុំសុំ clear សិនហើយតោះមកយើងចេញវិញមកឥឡូវយើងធ្វើការទៅ delete user user នេះមិញហ្នឹង user C-Tech យើងមិញហ្នឹងអញ្ចឹងធ្វើយើងត្រូវ delete វាធ្វើម៉េចយើងអាចធ្វើប្រើវិធីសាស្ត្រមួយបានដល់យើងគ្រាន់តែ say delete អានេះវាអត់ស្គាល់ចូលយក sudo user delete ហើយខ្ញុំបាយឈ្មោះ C-Tech ចឹងទៅអានេះគឺជា comment ដែលយើងត្រូវ delete នៅ user C-Tech មួយហ្នឹងចឹងណាតោះអូខេវា comment អត់ស្គាល់វាថាអត់ស្គាល់ជប់ចាំតិចខ្ញុំវាយផៃគេខលឯណា US វាថា user is
chẳng như thử kill version user sudo kill độ bùng muốn chỉ lấy giả thông hot hay những nghĩa dùng cho lấy tiền cái phém lịch bày phăng kill cho nên lột là nó trôi tới đi mình đó chăm tịnh cho nên nhung cho lòng ok we clear với sẵn chẳng nhung xạ trôi từ mưa lại hôm nó mất tao vì ai lịch on nữa nhung xạ trôi từ tranh nó mất ta không khen nè tao bị lịch on nữa bên này để sai dương toàn delete như thế mấy để sai dương phải kill sẵn ở lấy delete cho sẵn delete save lại chứ sudo user delete hay những đoạn syntax nó password hằng sorry try again password anh như vậy nó không ok tại nhưng sai vô viêm non tiếp viết delete ba này chắc em trong đang tha tao viết tại delete nơi này ở trong nhung clear với máu chúng ta ở hút cd slash home ls máu thì bên này đại chứng nằm bây dương delete tăng ảnh đăng tiết chúng ta thấy mình tầm bây dương delete xịt thay đi ở trên vì file home với sai dương thời thân mình chẳng vì dương thời phá nó thì xài ngôn muối cứ sudo dương delete file đi không đó remove đó o vf thấy những độ clear máu slash syntax chắc nhưng xong bây giờ lại đang thích anh ấy cứ dân thời remove đỏ o đấy hay là anh nhà mà biến thì bạn ấy thay dương remove ấy nó không file nó cứ thời remove cho toàn à thấy viên nó ba hai nào chỉ mới viên nó hai mà thật ô viên thời remove kia là chụp trăm tỷ upload mà chứ là sudo remove or history anh chụp trang tin nhà em xong tranh với sẵn si tịch phải khỏi em quý chụp tranh với sẵn đi đó chạy bạn với square nè chắc người phép bảo vì remove từ lớp của on nè và này chắc em trong tranh với thằng nó không home với bên thì đó cat làm ls vì tay bà này khác chẳng nhôm miền đang dương account user đài vì miền nơi home directory hay năng user đài hay dương delete user năng chọn chẳng hay như nơi account nơi user mới tiết tại số chân nắng ở viên bạch một smile như này chẳng dương phá từ lời kì hay user nó viên miền home directory home mấy thằng ngọc tại biết mình mệt ở tại vì ở cái hai thang create to user syntax chúng intro thành cd cho làm cd ở sudo ấy vị trí sao bắt user mộtประเภท tiệt trong đời oadd đọc mà tiết đỏ ấm đỏ s hay slash bit đọc mà tiết slash edit bas s đọc mà syntax chung user ấy thản ấy viên nơi không lấy nè tem mất cuộc not found bà đấy tỏ những trình mà không á user đập bỏ gạt squad tỏ những khen mất nè user nè
chẳng user nó tay anhចូលប្រើបានអត់ចូលប្រើបានធម្មតាបង្កើត file បង្កើតអីបានធម្មតាអញ្ចឹងទៅចឹងខ្ញុំមិនតែចោលអ្នកនរគ្នាមើលទេអញ្ចឹងខ្ញុំប្រាប់ពីរបៀប remove user នឹងចេញទៅអញ្ចឹងយើងមាន comment មួយដែលយើងអាចនៅ remove នៅ user នឹងចេញបានហើយយើងប្រើ sudo វាស្តៀងទៅនឹងវាស្តៀងសង្ឃថាដូច 100% ទៅអា comment delete វាមិនdelete អីគេ ctech ហើយវាមាន lorry ហើយខ្ញុំចូលទៅមើល chat វាមកវាទៅបាត់ហើយខ្ញុំ clear មួយហើយខ្ញុំ sheet ទៅមើល slash home ហើយវាណាដែរអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតគឺយើងទៅ delete file នេះប៉ុន្តែវាអត់នេះវាទៅហើយអញ្ចឹងខ្ញុំអត់មើលម្ដងទៀតបាត់ហើយហើយយើងមានវិធីសាស្ត្របង្កើត user ដែលលឿនបំផុតមកវាអត់ចាំបាច់ញ៉ៃស្មុគស្មាញច្រើនទេអាហ្នឹងស្រួលជាងគេមានអាមួយនេះស្រួលជាងអាមិញទៀតអញ្ចឹង user sudo ហើយធ្វើបាយពីគេទៀតsudo user sudo add user ហើយធ្វើថែមពីគេទៀតឈ្មោះ user ផាច់វាមកអញ្ចឹងគឺអានេះមុននឹងយើងបង្កើត user ហ្នឹងបើយើងចង់ login ចូលយើងត្រូវប្រើ set password ថែមទៀតប៉ុន្តែនេះអត់យើងគ្រាន់បង្កើតមកយើងត្រូវ set password auto ឲ្យហើយហ្មងណែមឈ្មោះគេតោះctech អានេះមិនដាក់ទេ yes ហើយអញ្ចឹងខ្ញុំ cat វាមកហើយណែ cat វាមកផ្សេងដល់មិញហ្នឹងប៉ុន្តែយើងត្រូវតែនេះយើង set មកវាមកក្នុង password មកទាំងអីមក play មកអញ្ចឹងដើម្បីយើង switch ចូលទៅក្នុង user ហ្នឹងបានតោះយើងប្រើ sudo ហើយ ctech យើងដាក់ password ហើយចូលហើយតោះឥឡូវខ្ញុំចូលទៅមើល home who am I ហើយខ្ញុំស៊ីដងខ្ញុំចូលទៅមើលpwd តែយើងឈរនៅកន្លែងណាតែយើងឈរនៅ ctech តែមុនហ្នឹងយើងអត់ឈរនៅ ctech ឥឡូវយើងចូលទៅកាន់ main server វិញយើងដាក់ password មកអូខេហើយយើងចេញអស់មកខ្ញុំដាក់ who am I ហើយ pwd អូខេវានៅខុសគ្នាអញ្ចឹងអា user នោះវាស្រួលហ្មងវាស្រួលប្រើអញ្ចឹងហើយអានេះឃើញច្រើនទេរបៀបclear វា control alt ចេះអាហ្នឹងមិន clear ដូចវាដាក់ឡើងឲ្យទៅលើអញ្ចឹងដើម្បី clear វាយើងត្រូវ clear ផាំងអស់លីងតោះហើយរបស់ខ្ញុំមានតែប៉ុណ្្នឹងពីរបៀបបង្កើត user ហើយនឹង delete user ហើយបើសិនជាមានកន្លែងណាខ្វះខាតអីសូមជួយអធិស្ឋានដោយសារតែខ្ញុំតែហ៊ានវាដែរទេ